បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះជួបវីដេអូថ្មីបងប្អូនណាបងប្អូនសម្រាប់វីដេអូថ្ងៃនេះចង់ចែកម្លែកបងប្អូនបន្តិចតាក់ទងជាមួយនឹងការចិញ្ចឹមសត្វណាបងប្អូនណាបងប្អូនអញ្ចឹងសិនបើយើងចង់ចិញ្ចឹមសត្វឲ្យបានយូរអង្វែងហើយយើងចិញ្ចឹមបានជោគជ័យបងប្អូនសម្រាប់ខ្ញុំក៏មិនទាន់ទៅជោគជ័យខ្លាំងដែរគ្រាន់តែថាខ្ញុំមិននៅបន្តចិញ្ចឹមរហូតបងប្អូនងាយបោះបង់ចោលដោយសារអីដោយសារអានេះវាមានកត្តារបស់វាបងប្អូនអញ្ចឹងបងប្អូនចង់ចិញ្ចឹមហើយចង់ចិញ្ចឹមឲ្យបានយូរទី1បងប្អូនត្រូវស្វែងរកសត្វមួយដែលបងប្អូនគិតថាបងប្អូននឹងស្រឡាញ់វាកាលណាបងប្អូនស្រឡាញ់វាប្រភេទសត្វនោះគឺយើងនឹងមិនងាយបោះបង់វាដូចគោនេះបងប្អូនគោនេះខ្ញុំស្រឡាញ់វាតាំងពីដើមអញ្ចឹងហើយបានខ្ញុំចិញ្ចឹមអត់ងាយបោះបង់ហើយសូម្បីតែទីផ្សារវាចុះថោកយ៉ាងណាពេលដែលវាពិបាកនៅក្នុងការរកស្មៅយ៉ាងណាក៏ខ្ញុំនៅតែតស៊ូចិញ្ចឹមរហូតដល់បច្ចុប្បន្ននេះគឺតម្លៃគោវាចាប់ផ្ដើមឡើងទៅវិញបងប្អូនអញ្ចឹងខ្ញុំមានគោនៅក្នុងដៃចិញ្ចឹមស្រាប់អានោះចំណុចទី1គឺយើងត្រូវស្វែងរកសត្វដែលយើងស្រឡាញ់ទី2ការស្រឡាញ់របស់យើងគឺស្រឡាញ់ឲ្យចេញពីចិត្តបងប្អូនមិនមែនយើងឃើញគេជោគជ័យហើយយើងចង់ចិញ្ចឹមដែរទេបើយើងចិញ្ចឹមអញ្ចឹងគេហៅថាមកភ្លើងច្បើងបងប្អូនចិញ្ចឹមអញ្ចឹងក៏អត់បានយូរដែរបន្តិចហ្នឹងនៅពេលដែលយើងជួបបញ្ហាអីមួយឬក៏មានផលលំបាកអីមួយបងប្អូននឹងបោះបង់ចោលហើយបន្ទាប់ទៀតបងប្អូនចំណុចទី3គឺយើងត្រូវស្វែងរកឱកាសបងប្អូនឱកាសនឹងរបៀបម៉េចបងប្អូនអញ្ចឹងខ្ញុំនិយាយបន្តិចតាក់ទងជាមួយនឹងមករយៈមុនដែលគោវាចាប់ដើមចុះថោកហ្នឹងអាហ្នឹងបើយើងនិយាយទៅសម្រាប់អ្នកមានធនធានហើយនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការមើលថែមានទីតាំងមានដីដែលល្អទុកចោលអាហ្នឹងវាជាឱកាសរបស់យើងត្បិតតែវាជាបញ្ហាសេដ្ឋកិច្ចមួយប៉ុន្តែវាជាឱកាសសម្រាប់យើងដែលយើងចាប់យកឱកាសបានហ្នឹងបងប្អូនហេតុអីបើខ្ញុំនិយាយអញ្ចឹងដោយសារតែកំឡុងពេលដែលគោចាប់ដើមមានវិបត្តិគោចុះថោកហ្នឹងសម្រាប់អ្នកមានទីតាំងចិញ្ចឹមហើយនឹងមានថវិកានៅក្នុងការទិញស្តុកទុកគឺពេលនោះហើយគឺជាពេលដែលគាត់ត្រូវតែប្រមូលទិញសត្វទាំងអស់ហ្នឹងយកមកទុកនៅពេលដែលគោរបស់យើងចាប់ដើមឡើងថ្លៃគឺយើងមានគោនៅក្នុងដៃហើយស្រាប់ហើយយើងទិញបានក្នុងតម្លៃថោកមួយអញ្ចឹងហើយបងប្អូនចំណុចនេះយើងពិបាកថាដែរដោយសារអីដោយសារតែបច្ចុប្បន្ននេះអ្នកដែលមានធនធានគឺអ្នកដែលចិញ្ចឹមគឺភាគច្រើនគាត់ចិញ្ចឹមដើម្បីជាលក្ខណៈគ្រួសារសម្រាប់ដោះតល់ទេអញ្ចឹងចំណុចដែលខ្ញុំនិយាយមិញនេះគឺយើងសំដៅទៅលើបងប្អូនដែលមានធនធានណាសម្រាប់ខ្ញុំពីមុនបងប្អូនដែលធ្លាប់តាមដានវីដេអូរបស់ខ្ញុំពីមុនគឺវីដេអូខ្ញុំពីមុនគោខ្ញុំជាង10ក្បាលបងប្អូនតែដោយសារយើងប្រមាថនៅក្នុងការរកស្មៅហើយនឹងចងដោយសារនៅនេះតំបន់ខ្ញុំនេះគឺតំបន់គេធ្វើស្រែអត់គិតប្រាំងអត់គិតភាសាបងប្អូនគេច្រូតហើយគេធ្វើអញ្ចឹងយើងប្រមាថនៅក្នុងការរកស្មៅវាបើឲ្យឡៃចងអញ្ចឹងបានខ្ញុំស្រេចយកតារើសយកតាមេណាដែលល្អទុកតា4 5ក្បាលសម្រាប់ដឹកយកកូនបន្តកុំឲ្យទៅដាច់ពីក្រោលបងប្អូនហ្នឹងគឺជាអ្វីដែលខ្ញុំបានធ្វើហើយរយៈពេលកន្លងមកនេះគឺយើងបានលក់គោមួយចំនួនដើម្បីដោះស្រាយជីវភាពយើងបានមកកម្រិតដែរបងប្អូនអញ្ចឹងចំណុចបន្ទាប់ទៀតបងប្អូនត្រូវតែមានការអត់ធ្មត់បងប្អូនចិញ្ចឹមសត្វវាមិនមែនជារឿងដែលយើងដូចយើងទៅលក់ដូរឬក៏អីបានលុយភ្លាមទេការចិញ្ចឹមសត្វវាត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់ត្រូវការមើលថែបងប្អូនបើយើងចិញ្ចឹមចង់បានភ្លាមផលប្រយោជន៍ភ្លាមពីវាយើងតើរួចទេហេតុអីបើខ្ញុំនិយាយអញ្ចឹងជាក់ស្ដែងដូចខ្ញុំចិញ្ចឹមទាំងគោទាំងកងានបើកងានខ្ញុំចិញ្ចឹមឡើងចូល5 6 ខែឡើយបងប្អូនអត់ទាន់មានបានចំណូលលេខ100ពីកងានទេប៉ុន្តែសួរថាថ្ងៃខាងមុខវាអាចនឹងផ្ដល់ផលឲ្យយើងអត់បានបងប្អូនបាននៅពេលដែលយើងប្រឹងប្រែងនៅពេលដែលយើងធ្វើវាដោយមិនសម្រាកអញ្ចឹងវានឹងចាប់ផ្ដើមផ្ដល់ផលឲ្យយើងដូចគោនេះជាក់ស្ដែងបើនិយាយពីថាចំណេញគឺអត់ទាន់ចំណេញទេបងប្អូនមានតែខាតក៏ប៉ុន្តែខ្ញុំអត់បោះបង់វាទេដោយសារអីដោយសារអានេះវាដូចជាលុយសន្សំយើងមួយដែរកាលណាលុយយើងទុកនឹងខ្លួនយើងចាយអស់ហើយប៉ុន្តែសម្រាប់សត្វចិញ្ចឹមនៅពេលដែលយើងចិញ្ចឹមទៅវាចាប់ដើមកកើតទៅជាកូនទៅជាចៅនៅពេលដែលយើងត្រូវការលក់គឺយើងអាចលក់បានដោះស្រាយបានភ្លាមបងប្អូនអានេះគ្រាន់តែថាវាដូចជាការវិនិយោគរបស់យើងមួយដែរប៉ុន្តែវិនិយោគពីមុននេះគឺវិនិយោគចំពេលដែលវាគោចុះថោកបើគោឡើងថ្លៃក៏ខ្ញុំបានផលចំណេញយើងប៉ុន្តែដោយសារគោចុះថោកអញ្ចឹងយើងខាតខ្លះអាហ្នឹងវាជារឿងដែលយើងជិះអត់ផុតទេព្រោះការអូស៊ីវាមានចំណេញមានខាតអញ្ចឹងបងប្អូននឹងចំណុចចុងក្រោយមួយដែរគឺតាក់ទងទៅលើការមើលថែក៏ដូចជាចម្រោករបស់វាអញ្ចឹងបើយើងចិញ្ចឹមសត្វជាពិសេសគោបងប្អូនបើខែភ្លៀងចេះសបោមូសអញ្ចឹងបើយើងចិញ្ចឹមបើយើងចង់បានតែពីផលប្រយោជន៍ហើយយើងអត់មើលថែយើងអត់គិតគូរពីសុខភាពរបស់វាសុខទុក្ខរបស់វាការដេកការដើរការស៊ីរបស់វាក៏យើងអត់បានផលដែរបងប្អូន
chẳng dân thời hiệp trong ca mơ thai lõ tăng pi chia sẻ cứ cái lại đây nhưng còn cái lại đấy dân thử vậy miền mông miền ai vía ca pi làm bây giờ có mọi một ham khăn phết hay giờ ca mơ thai tiết cứ ca đo trên đấy đó đo tặng cứ dân thử kết cú lại nhân đang ổn chân bàn dân ai chụp chạy bàn hay bờ sân chỉ dân trong ban đập hầu chói bàn tay dân ở miền cam phiệp ấy tẹt toang chỉ mối nâng ca mơ thai bia tế có dân ta thổi chứ không ổn cô bây giờ nâng chúng ba chỉ pan nhà hai trở anh tim mùi bờ sân chỉ cô dân thay đất đó là nộp về để cô dân vì cát côn hái có viên nghe hồ màu lại cái bây giờ ban lõ này định may đi bông ổn để may môi ní là khỏi khăn đi nhóm ấy mấy là câu nó tôi môi nó gửi nữa tôi môi cho bài cụt máu nó có nó man bay khai bọn tay là may với màu đại màu thôi vậy để xa ấy để xa anh nó cứ ca mơ thai bông ổn dân đo trận này đo smile vía về thằng ngày tới dục lang dân bên trong bờ bên ấy và tham tiết mẹp oi vía xí đầm bay oi riêng cai vía nó tao màu phiếp đang bên đầm bay ở bên chạp bộ chung máu bông ổn nào còn chẳng ơi video này miền bản năng ơi bông ổn chạy lại bông ổn buôn phèo cho nó nhắn đầm bay chia ca đặt tiền bông ổn dân rồi có chỉ chẳng hạn chỉ dụng bò môi mẹp bông ổn như thực kết mẹp bông ổn để trong chập đá hai giờ bông ổn cùng tóc pe lìa trao để xa ở lâu đi bà dân pưng tờ lơ cho nó mà cho rõ vì nghe cho bông ổn dân xóm bị nít bị nục bàn thơi ca chăm sắt lụa đâu chẳng bạn dân ai tục chọp để xa pa nhà ha sẽ được cái dân pa cho món đi bảo bạn không ổn năng bọn chẳng video này bên phần tế bầu bông ổn ở bên chat video này xong complete chui subscribe channel YouTube nhưng mà nè mới có là bây tôi ban video thay thay tạo tiếp một ổn bye bye